ว่าจะทำโลกไตรเนี่ยซาปอมีนต่างออกจะที่มีไตรทั้งนี้ยังมีกิจยุอย่างไกลแรงนำไปจุ่มเรียบจูนมองโอนต่างออกนี่ของปีและตะพอในกิจประชุมพิเศษเลือกที่ปีระบบคณะกรรมการพรมแดนตูเตอร์ GBC ระเวียงปริจนาจักรกัมพูชีนั่งปริจนาจักรไทยได้บ้านได้เมียนขยมนั่งไอดอมนี่ดอมสนัยนัตพรนักพาณิชย์รัฐมนตรีกระทรวงการพิจิตรในปริจนาจักรไทยเชียสหประเทศหนึ่งกรมการเธอเชียสะใส่หนึ่งสังเกตการโดยประเทศกรมการเงียเนี่ยสังเกตการอันตรการ IoT ประจำประเทศกัมพูชีหนึ่งไทยอนุพรโยธีสหรัฐอเมริกประจำในกัมพูชีมาเลเซียหนึ่งไทยหนึ่งดำนางกองทัพมาเลเซียชมส้มไทยนอกุลอย่างเชื่อเจ้าจมพูพิกีมัดมาเลเซียในบ้านสำรอบสำรวจหอยเมียนกิจประชุมในตัวบ้านในรัฐพอจิปลายการในไงนี้ยังบ้านจูบประชุมขึ้นในไงนี้นำใบปินัดตามด้านรัฐพอเชียวิจเมียนในกิจประชุมวิสามันระบบคณะกรรมการกรมแดนตูเตอร์ GBC ในที่กรุงกัวลาลัมปัวในไงที่ปรปีขายใส่5 ឆ្នាំ 2025នឹងកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូទៅនៅខេត្តកោះកុងនៅថ្ងៃទី10 ខែកញ្ញាឆ្នាំ2025ដើម្បីសម្រេចបាននៅឯកសារសំខាន់ជាច្រើនដែលមានធាតុចូលសម្ដៅពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងនិងលើកកម្ពស់សន្តិភាពស្ថិរភាពរវាងប្រទេសទាំងពីរនិងវិលត្រឡប់យ៉ាងឆាប់រហ័សទៅរកប្រក្រតីភាពឡើងវិញចាប់ពីថ្ងៃទី20 ខែតុលាឆ្នាំ2025រហូតមកដល់ថ្ងៃនេះក្រុមការងារលេខាធិការដ្ឋានរបស់យើងទាំងពីរបានជួបប្រជុំគ្នានៅក្នុងទីក្រុងកូឡាឡាំពួរក្រោមបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលនិងការស្ថាបនាដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃភាគីទាំងពីរបានសម្រេចឯកភាពគ្នាលើយន្តការសំខាន់ចំនួនមួយចំនួនដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធាតាមរយៈការកសាងបង្រៀងដំបូងនៃឯកសារផែនការសកម្មភាពការងារសម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំងនិងយុទ្ធពកឲ្យត្រឡប់ទៅមូលដ្ឋានដើមវិញដោយការអនុវត្តផែនការនេះនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ដោយក្រុមការងារដោយក្រុមអ្នកសង្កេតការអាស៊ាន AOT ឯកសារលក្ខខណ្ឌប្រតិបត្តិ TOR ក្នុងការបង្កើតក្រុមអ្នកសង្កេតការអាស៊ាននេះបានចុះហត្ថលេខារួចរាល់ដោយសហប្រធាន GBC នៅថ្ងៃនេះរួចហើយភាគីទាំងពីរបានឯកភាពគ្នាទៅលើនិយមនីតិវិធីប្រតិបត្តិ SOP ចំពោះការងារដោះមានមនុស្សធម៌សម្ដៅចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋព្រមទាំងធានាបាននូវការរក្សាអធិបតេយ្យភាពនិងបូរណភាពទឹកដីយើងក៏បានឯកភាពគ្នាផងដែរលើផែនការសកម្មភាពនិងកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនរួមបញ្ចូលទាំងការឆោបបោកតាមប្រព័ន្ធវិទ្យា Cyber Scam និងការជួញដូរមនុស្សរវាងនគរបាលជាតិកម្ពុជានិងនគរបាលជាតិថៃភាគីទាំងពីរបានបញ្ជាក់សារជាថ្មីពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរក៏ដូចជាការចែករំលែកព័ត៌មានដោយធានាថាបញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយស្របតាមច្បាប់ជាតិនិងគោលការណ៍មនុស្សធម៌ខ្ញុំសូមសាទរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជានិងថៃដែលគ្រោងនឹងចុះហត្ថលេខានៅថ្ងៃទី26 ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីក្រោមការជួយសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីក្នុងស្មារតីបង្កើតជំនឿទុកចិត្តនិងភាពជឿជាក់ទៅវិញទៅមកព្រមទាំងការបដិញ្ញាចិត្តក្នុងការធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនងនិងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៃប្រទេសទាំងពីរសភាពការនេះក៏នឹងបង្កលក្ខណៈចំពោះការដោះលែងទាហានកម្ពុជាចំនួន18នាក់ក្រោមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរនេះភាគីទាំងពីរបានព្រមព្រៀងគ្នាថាយើងនឹងរៀបចំកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC នៅក្នុងរយៈពេល90ថ្ងៃឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ចប្រជុំនេះដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងជាចុងបញ្ចប់ខ្ញុំសូមបញ្ជាក់ពីការបន្តបដិញ្ញាចិត្តយ៉ាងមុតមមរបស់កម្ពុជាក្នុងការរក្សានិងលើកកម្ពស់សន្តិភាពស្ថិរភាព
និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងនិងប្រទេសជាមិត្តទាំងអស់គ្នាទាំងអស់ទៀតសូមអរគុណ